Some long a gearing one bad some item nerve sung ban some right, Lujum stung break not no poom churt the ground cat compong spoo, ground side ne saturnachun, Muntrajunian, Nung Anyato, had a wake at ban, cannot some cum cheat compong, rib roys and dapt no up by knee. Some long again in a bong rung mom sung on pe at Baytong, Lujum stung break now start the poom churt the ground, come rolling girls, rock some round tongue, cat compong spoo. ទើបតែរួចរាល់ក្រោមខ្សែភ្នែកលោកប្រធានមន្ត្រីធនធានទឹកនិងអូតូនិយមអាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋសំណង់បែបអភិជនជាមួយនឹងការរៀបចំសួនមានស្មៅផ្កាភ្ញីខាងលើនេះត្រូវពលរដ្ឋរាយការណ៍មកថាជារបស់អតីតថៅកែរំដៅបងខ្សាច់នៅតំបន់នោះមិនត្រឹមតែសង់លើចំណីស្ទឹងទេតែនៅគៀកនឹងទ្វារទឹកនិងទំនប់បង្ហៀផងទៀតដែលជាទីតាំងកម្រមានសំណង់ថ្មីរូបរាងបែបនេះកើតមាន តែតើនឹងករណីខាងលើនេះម្ចាស់សំណង់ឈ្មោះសៃវ៉ាន់ប៉ុស្តិ៍មិនទាន់អាចទំនាក់ទំនងសូមការបញ្ជាក់បានទេចំណែកលោកញ៉ាញ់ជាផងប្រធានមន្ត្រីធនធានទឹកនិងអូតូនិយមខេត្តកំពង់ស្ពឺបានឲ្យវ៉ាន់ប៉ុស្តិ៍ដឹងថាករណីនេះលោកដឹងយូរហើយនឹងចុះពិនិត្យមិនឲ្យរួចខ្លួនទេគ្រាដែលការសាងសង់នោះធ្វើឡើងរាប់ខែបានយ៉ាងរលូននិងរួចរាល់ទៅហើយ លោកក៏បានលើកឡើងផងដែរលើករណីស្រដៀងគ្នានេះទៀតថាបច្ចុប្បន្នអាជ្ញាធរខេត្តនិងមន្ទីរជំនាញកំពុងគ្រោងរំដោះចំណីស្ទឹងរៀបចំសណ្ដាប់ធ្នាប់កែលម្អសោភ័ណភាពទន្ទឹមនឹងការលើកឡើងរបស់លោកប្រធានរូបនេះគេឃើញថានៅចំណុចអតីតផ្សារត្រីក្រុងច្បារមនធ្វើបានសម្រេចតែនៅឯទីតាំងមួយចំនួនក្នុងឃុំត្រពាំងគងនិងឃុំវសការចាក់ដីនិងសាងសង់សំណង់ថ្មីលើចំណីស្ទឹងកំពុងធ្វើទៅបាន លោកមុតផនអភិបាលស្រុកសំរោងទងមិនទាន់មានការបញ្ជាក់ទេក្រោយការសាកសួរតាំងពីថ្ងៃទី 25 ខែកុម្ភៈឆ្នាំ 2025 រហូតមកដល់វេលាចេញផ្សាយនេះ ដោយឡែកប្រពន្ធវ៉ាន់ប៉ុស្តិ៍ទទួលបានករណីសំណងបំពេញច្បាប់របស់លោកសៃដែលមានទាំងដីការបស់តុលាការឲ្យរុះរើផងទៀតតែមិនឃើញអនុវត្តឲ្យបានសម្រេចនៅឡើយគណៈសង្គមជាតិកំពុងរៀបរយសណ្ដាប់ធ្នាប់ឲ្យមានរបៀបឡើងវិញ ពិសេសសំណងកើតឡើងក្នុងរង្វង់រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះដែលប្រព្រឹត្តដោយអ្នកមានលទ្ធភាពមានប្រាក់ចាក់បំពេញដីនិងសាងសង់តាមចិត្តចង់តែផ្ទុយពីច្បាប់ សូមរំលឹកថាកាលពីថ្ងៃទី 29 សីហាឆ្នាំ 2024 ក្រសួងធនធានទឹកនិងអូតូនិយមបានប្រាប់ជាពិសេសទៅដល់រដ្ឋបាលខេត្តកណ្ដាលកំពង់ស្ពឺនិងរាជធានីភ្នំពេញឲ្យចាត់វិធានការតាមផ្លូវច្បាប់លើជនដែលនៅតែបន្តសកម្មភាពរំលោភប៉ះពាល់ទៅដល់ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋបន្ទាប់ពីក្រសួងសង្កេតឃើញថាមានសកម្មភាពរំលោភបំពានតាមបណ្ដោយដងស្ទឹងព្រៃថ្នោតដូចជាការចាក់ដីរំលោភចូលស្ទឹងការរំលោភកាន់កាប់ បត់ច្រាំងស្ទឹងនិងការរំលោភចូលដីចំណីស្ទឹងតែរហូតមកដល់ពេលនេះរដ្ឋបាលខេត្តកំពង់ស្ពឺចាត់វិធានការតាមនីតិវិធីលើជនបំពានច្បាប់នោះបានប៉ុន្មានករណីហើយអតិថិជនវរៈបុណ្យធម្មរក្សាសម្បត្តិបាន10ដូរបានសម្បត្តិមួយ free ឥឡូវនេះ